ស្គាល់អត់បងប្អូននេះដើមពោតប្រាំងដែលយើងយកមកតបជាមួយនឹងសាច់អាំងសាច់អីតាយហ្នឹងនៅខ្មែរយើងនេះក៏ដាំបានល្អជាពិសេសតំបន់ដីក្រហមមើលផ្លែវាណាធំល្អអត់ចាញ់គេដាំនៅក្រៅស្រុកឯណានឹងខ្ចីលវក់អញ្ចឹងការដាំវាអត់ប្រវត្តិទេតំបន់ជាពិសេសតំបន់ដីក្រហមណានេះនៅខាងប៉ែករតនគិរីណានេះមួយដើមដាំទុកហូបក្រោយផ្ទះអាហ្នឹងដល់ពេលដែលវាទុំទៅវាមានគ្រាប់វានៅក្នុងហ្នឹងអញ្ចឹងយើងយកគ្រាប់វាហ្នឹងមកបាចស្រោចទឹកទៅវាដុះឡើងមកអញ្ចឹងបាទអរគុណ